Hello សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាជាមួយនឹងខ្ញុំបាទរំដួល Movie ម្ដងទៀតហើយថ្ងៃនេះផងដែរ Admin សូមលើកយកខ្សែភាពយន្តថ្មីមួយទៀតដើម្បីមកធ្វើការសម្រាយជូនបងប្អូនទស្សនាបន្តទៀតហើយប៉ុន្តែមុននឹងចូលទៅទស្សនាសម្រាប់អ្នកដែលទស្សនាថ្មីៗកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងផងដើម្បីទូបានវីដេអូការសម្រាយរឿងថ្មីៗបន្តទៀតហើយកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅទស្សនាសាច់រឿងពេញរបស់យើងទាំងអស់គ្នាតែម្ដងទៅបាទចាប់ផ្ដើមខ្សែភាពយន្តរបស់យើងមកបានបង្ហាញអំពីមនុស្សពីរនាក់ពួកគេគឺជាឪពុកកូនជាមួយគ្នាអ្នកទាំងពីរនាក់មានជីវភាពលំបាកខ្លាំងមែនទែនឥឡូវនេះអ្នកទាំងពីរនាក់កំពុងតែជីកថ្នូរខ្មោចដើម្បីស្វែងរកវត្ថុមានតម្លៃនៅក្នុងកណ្ដាលមឈូសកូនប្រុសមានអារម្មណ៍ខ្លាចខ្មោចជាខ្លាំងប៉ុន្តែឪពុកបាននិយាយលើកទឹកចិត្តទៅកាន់កូនប្រុសកុំឲ្យខ្លាចខ្មោចអីពួកយើងមិនមានជំរឿសឡើយបើសិនជាយើងមិនធ្វើបែបនេះទេពួកយើងនឹងត្រូវដាច់ពោះស្លាប់ដោយអត់អាហារជាមិនខាននិយាយចាប់ហើយពួកគេក៏បានបន្តសកម្មភាពជីកថ្នូរខ្មោចបន្តទៀតទៅពេលដែលពួកគេជីកថ្នូរខ្មោចរួចរាល់ហើយពួកគេក៏បានបើកកណ្ដាលមឈូសមើលស្រាប់តែពួកគេបានឃើញថានៅក្នុងកណ្ដាលមឈូសមួយនឹងមានទឹកពណ៌ក្រហមប្រៀបដូចជាឈាមបន្ទាប់មកបរិបទដែលជាឪពុកបានលូកដៃចូលលើខាងក្នុងទឹកកណ្ដាលមឈូសស្រាប់តែរូបគេបានឃើញចង្វាក់ទឹកទាំងអស់ហ្នឹងបានហូរចេញទៅខាងក្រៅនៅពេលដែលទឹកហូរចេញអស់វានឹងក៏បានរំលេចសាកសពចេញមកក្នុងសាកសពមួយនឹងមានសុទ្ធតែជាគ្រឿងមាសពេជ្រគ្រឿងអលង្ការជាច្រើនបាទពួកគេទាំងពីរនាក់មានអារម្មណ៍ថារំភើបសប្បាយចិត្តជាខ្លាំងមិនចាំយូរឡើយពួកគេក៏បានបញ្ញាបញ្ញាលនាំគ្នាឬយកគ្រឿងអលង្ការរបស់មានតម្លៃទាំងអស់ហ្នឹងទៅជាពិសេសពួកគេបានយករបស់មួយដែលជាខ្នើយកោជរបស់សាកសពផងដែរនៅលើសាកសពមួយនឹងមានពាក់ខ្សែកមួយខ្សែប៉ុន្តែពួកគេមិនបានចាប់អារម្មណ៍ទេពីព្រោះតែពួកគេគិតតែពីប្រមូលយកទ្រព្យសម្បត្តិរបស់ដែលមានតម្លៃផ្សេងៗទៀតអញ្ចឹងណាបន្ទាប់ពីប្រមូលយកទ្រព្យសម្បត្តិរបស់របររួចរាល់អស់ហើយពួកគេក៏បានដើរចូលទៅខាងក្នុងអគារមួយនឹងមានសភាពចាស់ទ្រុឌទ្រោមហាក់ដូចជាពុំមានមនុស្សរស់នៅជាយូរណាស់មកហើយព្រាមនោះស្រាប់តែពួកគេបានឮសំឡេងមនុស្សស្រីម្នាក់អង្គុយយំនៅក្នុងអគារមួយនឹងផងដែររំពេចក្រោយមកបរិបទដែលជាឪពុកនឹងបានរកឃើញនារីម្នាក់នឹងទៅបាទហើយនាងនឹងគឺពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនបរិបទម្នាក់នឹងគ្រាន់តែឃើញនារីម្នាក់នឹងគឺជាស្រីស្អាតមានសាច់សខ្ចីបែបនេះគាត់នឹងគឺបានញញឹមហើយបានលេបទឹកមាត់ឡើងក្អឹកតែម្ដងបន្ទាប់ពីបានឃើញថាបរិបទម្នាក់នឹងមានបំណងគិតមិនល្អលើខ្លួនបែបនេះនាងក៏បានផ្ញើរត់ចេញពីកន្លែងមួយនឹងទៅនិយាយរួមទៅបរិបទម្នាក់នឹងគឺមានបំណងចង់វាយឡើងជាមួយនឹងស្រីស្អាតម្នាក់នឹងទោះបីជាកូនប្រុសរបស់ខ្លួនព្យាយាមនិយាយហាមឃាត់ឪពុកយ៉ាងណាក៏ដោយប៉ុន្តែបរិបទម្នាក់នឹងមិនបានស្ដាប់ទេហើយក៏បានកវាត់កូនប្រុសរបស់ខ្លួនឯងចេញទៀតផងបន្ទាប់មកគាត់នឹងក៏បានចាប់ផ្ដើមធ្វើសកម្មភាពរំលោភបំពានរូបរាងកាយស្រីស្អាតម្នាក់នឹងទៅប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ស្រាប់តែគាត់ក៏បានឃើញថាខ្សែកនារីម្នាក់នឹងកំពុងតែពាក់ជាប់ជាមួយនឹងខ្លួនគឺវាដូចគ្នាបេះបិទជាមួយនឹងខ្សែករបស់សាកសពនៅក្នុងកណ្ដាលមឈូសដែលខ្លួនបានជីកយកមាសប្រាក់អញ្ចឹងណានៅពេលនេះដែរគាត់កំពុងតែនៅក្នុងកណ្ដាលមឈូសនៅឡើយទេស្រីស្អាតដែលគាត់បានឃើញអំបញ្ញមិញហ្នឹងវាគ្រាន់តែជាការសមោលសម័យរបស់គាត់ប៉ុណ្ណោះបន្ទាប់ពីបានដឹងការពិតបែបនេះហើយធ្វើឲ្យរូបគាត់ចាប់ផ្ដើមមានការភ័យខ្លាចជាខ្លាំងមិនចាំយូរឡើយគាត់ក៏បានបញ្ញាប់បញ្ញាល់រត់ចោលកូនប្រុសរបស់ខ្លួនចាក់ចេញពីកន្លែងមួយហ្នឹងទៅធ្វើឲ្យកូនប្រុសរបស់គាត់ហ្នឹងគឺមានការភ័យខ្លាចជាខ្លាំងហើយបានព្យាយាមរត់តាមឪពុករបស់ខ្លួនមួយសន្ទុះក្រោយមកស្រាប់តែរូបគេបានឃើញថាឪពុករបស់ខ្លួនកំពុងតែអង្គុយលិតជង្គង់កូនប្រុសក៏បានព្យាយាមស្រែកហៅឪពុករបស់ខ្លួនចឹងណាស្រាប់តែបរិបទដែលជាឪពុកហ្នឹងបានធ្វើកាយវិការប្រកាច់ប្រកិនគួរឲ្យខ្លាចខ្លាំងមែនទែនកូនប្រុសហ្នឹងគឺមានការភ័យខ្លាចជាខ្លាំងពីព្រោះតែរូបរាងកាយឪពុករបស់ខ្លួនពេលនេះត្រូវបានខ្មោចចូលសន្ធឹកចុងក្រោយបរិបទដែលជាឪពុកហ្នឹងក៏បានវាចូលមកសម្រាប់កូនប្រុសរបស់ខ្លួនស្លាប់របងជីវិតទៅនិយាយរួមទៅពួកគេនេះគឺស្លាប់របងជីវិតទាំងពីរនាក់តែម្ដងរយៈពេល40ឆ្នាំបានកន្លងផុតទៅសាច់រឿងបានបង្ហាញពីបរិបទម្នាក់ទៀតដែលមានឈ្មោះថាសានយីហើយសប្តាហ៍ថ្ងៃនេះគាត់មានកូនសិស្សពីរនាក់ផ្សេងទៀតសិស្សប្រុសមានឈ្មោះថាលូដាចំណែកសិស្សស្រីមានឈ្មោះថាម៉ាគូក្រុមរបស់ពួកគេគឺជាក្រុមអ្នករៀនយុទ្ធសិលកម្ចាត់បិសាចដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋអញ្ចឹងណានៅពេលយប់ឡើងពួកគេក៏បានចូលទៅសម្រាកនៅក្នុងអគារបាក់បែកមួយកន្លែងជាពិសេសពួកគេក៏បានរៀបចំធ្វើកម្មវិធីសែនព្រេនមួយចំនួនហើយយើងក៏មិនទាន់ដឹងអំពីគោលបំណងរបស់ពួកគេដែរអញ្ចឹងមានតែទស្សនាបន្តទៀតក្រោយពីរៀបចំអ្វីគ្រប់បែបយ៉ាងរួចរាល់ហើយលោកគ្រូនឹងក៏បានចូលទៅដេកសម្រាកទៅដោយទុកឲ្យកូនសិស្សរបស់ខ្លួននៅយាមការពារនៅខាងក្រៅនៅពេលដែលដល់ពាក់កណ្ដាលយប់ស្រាប់តែមានរឿងរ៉ាវចម្លែកបានចាប់ផ្ដើមកើតឡើងអ្នកពីរនាក់បានលួចអាចសម្លឹងមើលក៏បានឃើញថាមាននរណាម្នាក់កំពុងតែអង្គុយស៊ីសំណែននៅលើតុដែលពួកគេរៀបចំសែនព្រេននោះអាហារទាំងអស់ហ្នឹងបានប្រែក្លាយជាសត្វក្អែបមួយគឺវាធំខ្លាំងមែនតើបាទបន្ទាប់ពីបានឃើញបែបនេះភ្លាមពួកគេទាំងពីរនាក់មានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងហើយបានស្រែកពេញនឹងតែម្ដងបន្ទាប់មកពួកគេក៏បានបញ្ញាប់បញ្ញាល់រត់ចេញមកខាងក្រៅវិញទ្វារក៏បានបិទដោយខ្លួនឯងធ្វើឲ្យពួកគេទាំងពីរនាក់មិនអាចរត់ចេញទៅណារួចទេមនុស្សចំណែកម្នាក់ហ្នឹងក៏បានបង្ហាញខ្លួនចេញមកផងដែរគាត់មានកណ្ដឹងពិសេសមួយបន្ទាប់មកគាត់នឹងក៏បានប្រើប្រាស់កណ្ដឹងមួយហ្នឹងដើម្បីគ្រប់គ្រងបញ្ជាទៅកាន់ខ្មោចឆៅជាច្រើនហើយខ្មោចឆៅហ្នឹងក៏បានស្ទុះចេញពីក្តារមឈូសវេបហាទៅកាន់ពួកគេទាំងពីរនាក់
ភ្លាមនោះស្រាប់តែមានក្តាមមឈូសមួយបានហោះមកចេញវាយប្រហារទៅកាន់លោកចម្លែកម្នាក់ហ្នឹងប៉ុន្តែមិនបានត្រូវទេបាទលោកគ្រូសាន់យីក៏បានបង្ហាញខ្លួនចេញមកពេលនេះដែរពួកគេក៏បានវាយគ្នាទៅវិញទៅមកលក្ខណៈថាមួយទល់មួយតែម្ដងយុទ្ធសាស្ត្រក្បាច់គុណហើយនឹងបច្ចេកទេសក្នុងការវាយប្រយុទ្ធរបស់ពួកគេទាំងពីរនាក់គឺមានបច្ចេកទេសខ្លាំងពូកែដូចគ្នាបាទចំណែកកូនសិស្សរបស់គាត់ពីរនាក់ផ្សេងទៀតពួកគេនឹងក៏បានវាយទប់ទល់ជាមួយនឹងក្រុមខ្មោចឆៅយើងឃើញថាក្រុមខ្មោចឆៅហ្នឹងគឺមានចំនួនច្រើនខ្លាំងមែនទែនវាយមិនងាយឈ្នះទេប៉ុន្តែទោះបីជាយ៉ាងណាពួកគេមិនព្រមចុះចាញ់ទេនៅតែតស៊ូប្រយុទ្ធវាយជាមួយនឹងខ្មោចឆៅទាំងអស់នឹងជានិច្ចបន្ទាប់ពីប្រយុទ្ធវាយគ្នាអស់មួយសបកធំមកពួកគេទាំងពីរក្រុមហ្នឹងគឺមានយុទ្ធសាស្ត្រក្បាច់គុណប្រហាក់ប្រហែលគ្នាមិនមានអ្នកណាឈ្នះមិនមានអ្នកណាចាញ់ឡើយលោកគ្រូសាន់យីក៏បានប្រើយុទ្ធសាស្ត្ររបស់ខ្លួនដោះអំពើចេញពីខ្លួនប្រាណកូនសិស្សរបស់គាត់ទាំងពីរនាក់ហ្នឹងទៅខ្មោចឆៅទាំងប្រមាណហ្នឹងវាមិនមែនគឺជាការពិតទេបាទវាគ្រាន់តែជាការសមោសម័យមើលឃើញបំពន់ភ្នែកតែពួកគេទាំងពីរនាក់ប៉ុណ្ណោះបន្តមកទៀតមនុស្សចំណែកម្នាក់ហ្នឹងក៏បានបង្ហាញមុខមាត់សមាសភាពពិតរបស់ខ្លួនឯងចេញមកផងដែរគាត់មានឈ្មោះថាវ៉ាងហុងត្រូវជាសិស្សច្បងរបស់លោកគ្រូសាវយីទាំងពីរនាក់ខកខានជួបគ្នាអស់រយៈពេល20ឆ្នាំទៅហើយមូលហេតុដែលលោកវ៉ាងហុងមកជួបជាមួយនឹងលោកគ្រូសាវយីបែបនេះគឺដើម្បីបបួលគ្នាចូលរួមបេសកកម្មធ្វើដំណើរទៅកាន់ទីតាំងកន្លែងភ្នំមួយដែលមានឈ្មោះថា Coffin Mountain ភាសាខ្មែរយើងអាចនិយាយថាភ្នំក្តាមមឈូសឬក៏ភ្នំខ្មោចអញ្ចឹងណាអ្នកនរគ្នាហេតុផលដែលពួកគេទៅកាន់ទីតាំងភ្នំហ្នឹងគឺដើម្បីទៅស្វែងរកកំណប់ពីព្រោះតែនៅទីនោះមានរបស់មានតម្លៃជាច្រើនអាចធ្វើឲ្យពួកគេខ្លាយជាអ្នកមានសោយសុខមួយជីវិតក៏មិនអស់ដែរប៉ុន្តែជំហានដំបូងអ្វីដែលពួកយើងត្រូវធ្វើគឺត្រូវស្វែងរកខ្នើយបុរាណមួយបច្ចុប្បន្ននេះវានៅជាមួយនឹងលោកមេតបម្នាក់ដែលមានឈ្មោះថាសៀឆានទោះបីជាវ៉ាងហុងជាយាមបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយលោកគ្រូសាន់យីនៅតែមិនព្រមដដែលហើយថែមទាំងបានយកអាกระดาษរូបភាពខ្នើយបុរាណមួយហ្នឹងមកដិតកំទេចចោលទៀតផងបន្ទាប់ពីបានឃើញសកម្មភាពរបស់លោកគ្រូសាន់យីធ្វើបែបនេះហើយធ្វើឲ្យលោកវ៉ាងហុងខឹងជាខ្លាំងគាត់ក៏បានដើរចាក់ចេញត្រឡប់ទៅវិញទៅកូនសិស្សទាំងពីរនាក់ក៏បានបញ្ញាប់ញាល់រត់ទៅតាមលោកវ៉ាងហុងនៅបាននិយាយសុំទោសចំនួនលោកគ្រូរបស់ខ្លួនផងដែរហើយលោកវ៉ាងហុងក៏មិនបានប្រកាន់ខឹងអីទេគោលបំណងរបស់កូនសិស្សទាំងពីរនាក់ហ្នឹងគឺចង់សហការទៅយកកំណប់ជាមួយនឹងលោកវ៉ាងហុងអញ្ចឹងណាហើយលោកវ៉ាងហុងបាននិយាយប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ហ្នឹងទៅថាបើសិនជាចង់ទៅចូលរួមបេសកកម្មជាមួយនឹងគាត់លុះត្រាតែពួកគេទាំងពីរនាក់ត្រូវតែទៅលួចយកខ្នើយវត្ថុបុរាណពីលោកមេបញ្ជាការសៀវឆានជាមុនសិនពួកគេទាំងពីរនាក់ក៏បានយល់ព្រមតាមលក្ខខណ្ឌរបស់លោកវ៉ាងហុងទៅបន្តមកទៀតពួកគេទាំងពីរនាក់ក៏បានចាប់ផ្ដើមបំពេញការងារបេសកកម្មរបស់ពួកគេលបលួចចូលទៅខាងក្នុងផ្ទះរបស់លោកមេបញ្ជាការសៀវឆានផ្ទះរបស់គាត់គឺមានកងទ័ពជាច្រើនយាមជាប់ជានិច្ចម៉ាគូបានលបលួចវាយប្រហារទៅកាន់ទាហានម្នាក់ហើយបានប្រែកាយរូបរាងខ្លួនប្រាណរបស់នាងទៅជាទាហានម្នាក់នឹងចឹងណាដើម្បីបំបែងដានកុំឲ្យទាហានផ្សេងចាប់អារម្មណ៍ជាមួយនឹងសកម្មភាពរបស់ពួកគេចំណែកលោកមេបញ្ជាការសៀឆានពេលនេះដែរគាត់កំពុងតែនិយាយពិភាក្សាជាមួយនឹងបរិសម្នាក់ដែលជាជនជាតិបរទេសដើម្បីដោះដូរចំនួនមុខរបររកស៊ីរបស់ពួកគេរបស់ដែលលោកមេបញ្ជាការសៀឆានចង់ទិញចូលមកនឹងគឺជាកំភ្លើងពីព្រោះតែគាត់ចង់ធ្វើសង្គ្រាមចង់ក្តោបក្តាប់អំណាចពាក្យសម្ដីទាំងប្រមាណដែលពួកគេបាននិយាយជជែកជាមួយគ្នាម៉ាគូបានស្ដាប់ឮទាំងអស់ពីព្រោះតែនាងក៏នៅក្នុងបន្ទប់ជាមួយនឹងពួកគេផងដែរក្រឡេកមកមើលសកម្មភាពរបស់លូដានេះវិញគេនឹងក៏បានលបលួចចូលទៅខាងក្នុងបន្ទប់មួយនឹងមានក្តាមមឈូសហើយមានសាកសពនោះស្រីម្នាក់មានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនបន្ទាប់មកស្រាប់តែមានទាហានពីរនាក់បានដើរចូលមកខាងក្នុងបន្ទប់មួយនឹងដើម្បីត្រួតពិនិត្យមើលក្រែងលោមានសកម្មភាពអីមិនប្រក្រតីលូដាបានចូលទៅសង្ងំពូនលាក់ខ្លួននៅក្នុងក្តាមមឈូសជាមួយនឹងសាកសពទាហានទាំងពីរនាក់នឹងមិនបានមើលឃើញទេម្យ៉ាងវិញទៀតពួកគេនឹងក៏មានអារម្មណ៍ថាភ័យខ្លាចផងដែរបន្ទាប់ពីពិនិត្យមើលមិនឃើញមានអ្វីបែបនេះពួកគេនឹងក៏បានប្រញាប់ញ៉ាំនាំគ្នាចាក់ចេញទៅខាងក្រៅវិញទៅលូដាឆ្ងល់ខ្លាំងមែនទែនថាតើហេតុអ្វីបានជាសាកសពស្រីស្អាតម្នាក់នឹងគេចាក់ច្បាក់បែបនេះគេក៏បានសម្រេចចិត្តដោះច្បាក់ចេញពីសាកសពស្រីស្អាតម្នាក់នឹងទៅបន្ទាប់ពីដោះច្បាក់ភ្លាមស្រាប់តែមានពន្លឺបានបញ្ចេញមកពន្លឺមួយនឹងគឺជាពន្លឺចេញមកពីខ្នើយកោយរបស់សាកសពលូដាមានអារម្មណ៍ថារំភើបសប្បាយចិត្តជាខ្លាំងពីព្រោះតែវាគឺជាវត្ថុបុរាណដែលពួកគេកំពុងតែត្រូវការកំពុងតែតាមស្វែងរកមួយសបកធំក្រោយមកស្រាប់តែមានទាហានម្នាក់បានរត់មករាយការណ៍ប្រាប់ទៅកាន់លោកមេបញ្ជាការសៀវឆានថាពេលនេះខ្នើយបុរាណដែលជារបស់មានតម្លៃត្រូវបានគេលួចយកទៅបាត់ហើយបន្ទាប់ឲ្យបានដឹងបែបនេះភ្លាមលោកមេបញ្ជាការសៀវឆានបានខឹងជាខ្លាំងហើយក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនបញ្ញាប់បញ្ញាល់នាំគ្នាទៅដេញចាប់ចោលដើម្បីយករបស់ទាំងអស់ហ្នឹងត្រឡប់មកវិញដោយសារតែមានជំនួយពីលោកហ្វាងហុងពួកគេទាំងពីរនាក់ក៏អាចរត់គេចខ្លួនចាក់ចេញពីកន្លែងមួយហ្នឹងដោយសុវត្ថិភាពទៅប៉ុន្តែទោះបីជាយ៉ាងណារឿងរ៉ាវទាំងអស់ហ្នឹងក៏ត្រូវបានលោកគ្រូរបស់ពួកគេបានដឹងហើយបានធ្វើការស្ដីបន្ទោសទៅកាន់ពួកគេទាំងពីរនាក់ជាខ្លាំងជាពិសេសគាត់បានប្រាប់ឲ្យកូនសិស្សរបស់ខ្លួនបញ្ញាប់បញ្ញាល់យករបស់ទាំងអស់ហ្នឹងបកគលទៅឲ្យលោកមេបញ្ជាការសៀវឆានវិញប៉ុន្តែម៉ាគូមិនព្រមទេនឹងបាននិយាយការពិតទាំងអស់ប្រាប់ទៅកាន់លោកគ្រូរបស់ខ្លួនទៅ
ថានាងបានលបលួចស្ដាប់ឮអំពីផែនការរបស់លោកមេបញ្ជាការសៀឆានកំពុងតែកំងទិញកំភ្លើងពីជនបរទេសដើម្បីយកមកគម្រាមធ្វើបាបប្រជាជនប្រោកក្តាប់អំណាចអញ្ចឹងណាបើសិនជាផែនការរបស់លោកមេបញ្ជាការសៀឆានទទួលបានជោគជ័យមែននោះនឹងមានមនុស្សស្លាប់ជាច្រើនអ្នកជាមិនខានទោះបីជាយ៉ាងណាលោកគ្រូសាន់យីមិនបានខ្វល់ខ្វាយជាមួយទេហើយនឹងបាននិយាយប្រាប់ទៅកាន់ពួកគេទៅថានៅព្រឹកថ្ងៃស្អែកពួកគេនឹងចាក់ចេញពីទីតាំងតំបន់កន្លែងមួយនេះទៅកាន់កន្លែងផ្សេងមួយទៀតហើយមិនពាក់ព័ន្ធរឿងរ៉ាវទាំងអស់នៅកន្លែងមួយនេះបន្តទៀតទេលោកវេលាថ្ងៃស្អែកឡើងយើងឃើញថាក្រុមរបស់ពួកគេបាននាំគ្នារៀបចំអីវ៉ាន់ដើម្បីចាក់ចេញពីទីក្រុងកន្លែងមួយហ្នឹងហើយបាទប៉ុន្តែពួកគេមិនអាចចាក់ចេញទៅបានទេពីព្រោះតែទាហានដែលជាក្រុមកូនចៅរបស់លោកអធិការសៀវឆានបានបិទទ្វារក្រុងមិនអនុញ្ញាតឲ្យប្រជាជនណាម្នាក់ចេញពីទីក្រុងបានឡើយពីព្រោះពួកគេត្រូវតែឆែកឆេរប្រជាជនម្នាក់ម្ដងដើម្បីស្វែងរកវត្ថុបុរាណរបស់ពួកគេដែលបានបាត់ចំណែកប្រជាជនបាននាំគ្នាតវ៉ាប្រឆាំងមិនគោរពយល់ព្រមធ្វើតាមបញ្ជារបស់លោកអធិការសៀវឆានទេស្រាប់តែលោកអធិការសៀវឆានបានបាញ់កំភ្លើងចំក្បាលបរិសម្នាក់ឲ្យស្លាប់របងជីវិតទៅធ្វើឲ្យអ្នកគ្រប់គ្នានៅពេលនេះចាប់ផ្ដើមភ័យខ្លាចហើយក៏បានប្រញាប់ប្រញាល់រត់បំបែកផ្លូវគ្នាពេញនឹងតែម្ដងប្រពន្ធជាមួយនឹងកូនស្រីបានយំអាណិតស្ដាយសំណោះក្តីរបស់ខ្លួនជាខ្លាំងលោកគ្រូសាន់យីបានសម្លឹងមើលទស្សនវិជ្ជាទាំងអស់នឹងឡើងស្រក់ទឹកភ្នែកតែម្ដងពីព្រោះតែគាត់នឹកឃើញដល់រឿងរ៉ាវអតីតកាលរបស់ខ្លួនប្រពន្ធហើយនឹងកូនស្រីរបស់គាត់ត្រូវបានមនុស្សអាក្រក់សម្លាប់គាត់មានអារម្មណ៍ថាខឹងជាខ្លាំងលែងមានចិត្តចង់ចាក់ចេញពីកន្លែងមួយនេះដែរផែនការបន្តរបស់គាត់គឺនឹងទៅស្វែងរកកំណប់ឲ្យបានមុនលោកអធិការសៀវឆានគាត់ធ្វើបែបនេះគឺដើម្បីកុំឲ្យលោកអធិការសៀវឆានសម្រេចសេចក្តីបំណងចង់ក្តាប់ក្តាប់អំណាចធ្វើបាបប្រជាជនស្លូតត្រង់អញ្ចឹងណាបន្តមកទៀតពួកគេនឹង4នាក់បានត្រឡប់មកកាន់ផ្ទះចាស់របស់ពួកគេវិញលោកគ្រូសាន់យីបានបើកឧបករណ៍របស់ខ្លួនចេញមកឧបករណ៍របស់គាត់នឹងគឺពិតជាលយខ្លាំងមែនតើយើងឃើញថាម្រាមដៃរបស់លោកគ្រូដាច់ពាក់កណ្ដាលចំនួន2ម្រាមបន្ទាប់មកនៅពេលដែលឧបករណ៍មួយនឹងបើករួចរាល់អស់ហើយគាត់នឹងក៏បានយកម្រាមដៃរបស់ខ្លួនដាក់ចូលខាងក្នុងឧបករណ៍មួយនឹងទៅស្រាប់តែវានឹងបានបញ្ចេញរបស់ម្យ៉ាងស្រោបលើដៃរបស់គាត់ធ្វើឲ្យលោកគ្រូសាន់យីមានម្រាមដៃពេញលក្ខណៈវិញមិនចាំយូរឡើយពួកគេក៏បាននាំគ្នាធ្វើដំណើរទៅកាន់ភ្នំបិសាចដើម្បីរកកណ្ដប់ទៀងយប់តែម្ដងប៉ុន្តែនៅពេលដែលពួកគេបានចូលមកដល់ខាងក្នុងព្រៃជ្រៅលូដាបានភ្ញាក់ពីដេកតែមិនបានឃើញអ្នកផ្សេងទៀតឡើយលូដាក៏បានបញ្ញាប់បញ្ញាល់ស្រែកហៅលោកគ្រូរបស់ខ្លួននិងអ្នកផ្សេងទៀតប៉ុន្តែនៅតែមិនឃើញដដែលគណៈពេលនោះស្រាប់តែលូដាបានឃើញស្រីស្អាតម្នាក់កំពុងតែឈរនៅខាងក្នុងទឹកនាងក៏បានដោះអាវចេញលូដាបានយកដៃបិទភ្នែកខ្លួនឯងពីព្រោះតែគេមិនហ៊ានមើលទេប៉ុន្តែនៅពេលដែលគេបើកភ្នែកវិញម្ដងទៀតស្រាប់តែរូបគេមិនបានឃើញស្រីស្អាតម្នាក់នឹងទេលូដាបានគិតថាប្រហែលជានាងអាចនឹងលង់ទឹកស្លាប់ដូចនេះហើយគេនឹងក៏បានប្រញាប់ញ៉ារត់ចូលទៅខាងក្នុងទឹកបឹងមួយនឹងទៅភ្លាមនោះស្រាប់តែមានអ្វីម្យ៉ាងបានទាញរូបគេចូលទៅខាងក្នុងទឹកហើយវានឹងគឺជាខ្មោចស្រីម្នាក់លូដាជាយាមសវេសវ៉ាដើម្បីហែលទឹកឡើងមកផ្នែកខាងលើវិញទោះបីជារូបគេជាយាមខំយ៉ាងណាក៏ដោយលូដានៅតែមិនអាចយកឈ្នះដដែលគេពិបាកដកដង្ហើមខ្លាំងមែនទែនចំណែកម៉ាគូបាននឹងរួនលូដាដើម្បីឲ្យលូដាភ្ញាក់ពីដេកវិញពីព្រោះតែរឿងរ៉ាវកើតឡើងបាញ់មិញវាគ្រាន់តែជាការយល់សប្តិរបស់គេប៉ុណ្ណោះឥឡូវនេះលូដាគឺបានភ្ញាក់ដឹងខ្លួនឡើងវិញហើយបាទមូលហេតុដែលលូដាយល់សប្តិឃើញបែបនេះពីព្រោះតែរូបគេបានយកខ្នើយដែលជាវត្ថុបុរាណយកមកដេកកោយឥឡូវនេះដែរអ្នកទាំង4នាក់បានធ្វើដំណើរមកដល់ទីតាំងកន្លែងមួយលោកគ្រូសាន់យីបានយកខ្នើយកោយដែលជាវត្ថុបុរាណមកដាក់ឲ្យចំពន្លឺផ្កាយវានឹងក៏បានចាំងផ្លាតបង្កើតបានជាពន្លឺផ្សេងមួយទៀតពួកគេនឹងក៏បានកំណត់ទិសដៅពន្លឺមួយនឹងគឺជាផ្លូវដែលពួកគេត្រូវធ្វើដំណើរទៅមុខបន្តទៀតអញ្ចឹងណាអ្នកនរគ្នាបន្ទាប់ពីពួកគេធ្វើដំណើរអស់ពេលជាយូរមកពួកគេក៏បានមកដល់ទីតាំងកន្លែងផ្សេងមួយទៀតកន្លែងមួយនឹងគឺមានរូបចម្លាក់ដ៏ធំមួយលោកគ្រូសាន់យីក៏បានប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនដើម្បីដោះគន្លឹះក្នុងរូបចម្លាក់មួយនឹងបន្ទាប់ពីដោះគន្លឹះរួចរាល់ហើយទាំងរូបចម្លាក់ដ៏ធំមួយនឹងបានប្រេះបែកបង្ហាញផ្លូវចេញមកដើម្បីពួកគេធ្វើដំណើរទៅមុខបន្តទៀតពេលនេះដែរពួកគេនឹងគឺឈានជើងចូលទៅខាងក្នុងទឹកដីរបស់ពិភពបិសាចភ្លើងសម្រាប់បន្លឺផ្លូវរបស់ពួកគេចាប់ផ្ដើមរលត់លោកគ្រូសាន់យីបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ជាមួយនឹងក្រុមបិសាចក្រែងលោចេញមកវាយប្រហារទៅកាន់ពួកគេរំពេចនោះស្រាប់តែមានក្បួនមួយក្រុមពួកគេកំពុងតែដង្ហែក្តាមមឈូសនៅតាមផ្លូវកាត់មុខរបស់ពួកគេបន្ទាប់ពីបានឃើញបែបនេះភ្លាមលោកគ្រូសាន់យីបាននិយាយប្រាប់ឲ្យអ្នកគ្រប់គ្នាបិទភ្នែកកុំសម្លឹងមើលពួកគេឲ្យសោះក្រុមខ្មោចទាំងអស់ហ្នឹងបាននាំគ្នាដង្ហែក្តាមមឈូសធ្វើកាយវិការចម្លែកពេញនឹងតែម្ដងរៀបនឹងទៅផុតពួកគេទៅហើយស្រាប់តែម៉ាគូបានបើកភ្នែកក្រុមខ្មោចក៏បានចាប់នាងដាក់ចូលទៅខាងក្នុងក្តាមមឈូសនិងបានបញ្ញាប់បញ្ញាល់សែងក្តាមឈូសចាក់ចេញពីអាកន្លែងមួយនឹងទៅម៉ាគូបានស្រែកដើម្បីឲ្យលោកគ្រូរបស់ខ្លួនជួយនាងលោកគ្រូសាន់យីបានលោតមកជន់ពីលើក្តាមឈូសរលាប់ខ្លួនមួយតង់លយខ្លាំងមែនទែនបន្ទាប់មកគាត់នឹងក៏បានប្រើប្រាស់បល័យរបស់ខ្លួនគប់កាក់វាយប្រហារទៅកាន់ខ្មោចទាំងអស់ហ្នឹងរលាយអស់ទៅគាត់ក៏អាចជួយសង្គ្រោះកូនសិស្សរបស់ខ្លួនបានសម្រេចទៅបាទមិនចាំយូរឡើយពួកគេនឹងក៏បានបញ្ញាប់បញ្ញាបន្តដំណើរទៅមុខបន្តទៀតទៅបន្ទាប់មកពួកគេនឹងក៏បានមកដល់ទីតាំងកន្លែងផ្សេងមួយទៀតដែលមានទឹកបឹងប៉ុន្តែវាមិនមែនគឺជាឧបសគ្គសម្រាប់ក្រុមរបស់ពួកគេទេពួកគេនឹងក៏បានឆ្លងទឹកបឹងមួយនឹងដោយប្រើប្រាស់ក្តាមមឈូសដាក់រនាបក្តារពីខាងលើធ្វើជាក្បូនសម្រាប់ជិះឆ្លងទឹកបឹងទៅវានឹងក៏មានរឿងរ៉ាវ
ដែលចម្លែកបានកើតឡើងគឺនៅលើផ្ទៃមេឃគឺមានព្រះច័ន្ទរហូតដល់ទៅ2ចំណែកឧបករណ៍បង្ហាញផ្លូវរបស់គាត់បានចង្អុលចុះចូលទៅខាងក្នុងទឹកលូដាក៏បានស្ម័គ្រចិត្តលោតចូលទៅខាងក្នុងទឹកដើម្បីពិនិត្យមើលថាតើវាមានអ្វីចម្លែកអញ្ចឹងណាក្រុមរបស់ពួកគេនឹងបានចងខ្សែពូជាប់ជាមួយនឹងខ្លួនប្រាណរបស់លូដាផងដែរដើម្បីការពារក្រៃដូនមានរឿងអីពួកគេនឹងជួយទាញលូដាត្រឡប់មកខាងលើវិញភ្លាមនោះស្រាប់តែលូដាមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះតែរូបគេបានឃើញថានៅខាងក្រោមទឹកនឹងគឺមានអាណាចក្រផ្សេងមួយទៀតចំណែកអ្នកនៅខាងលើទូកឯនេះវិញស្រាប់តែវ៉ាងហុងបានក្អួតឈាមចេញមកសុខភាពរបស់គាត់ពេលនេះគឺចុះខ្សោយខ្លាំងមែនទែនព្រះច័ន្ទពីរដែលនៅលើមេឃពេលនេះពួកវាបានរួមបញ្ចូលគ្នាតែមួយហើយក៏មានអ្វីម្យ៉ាងបានចាប់ទាញលូដាចូលទៅខាងក្នុងទឹកពួកគេបាននាំគ្នាជួយទាញខ្សែដើម្បីជួយលូដាឡើងមកផ្នែកខាងលើវិញទាញបានតែបន្តិចខ្សែក៏បានដាច់ទៅបាទទឹកចាប់ដើមរលកជាខ្លាំងបូនរបស់ពួកគេរកើស្ទើរតែឈរមិនជាប់ទៅហើយភ្លាមនោះស្រាប់តែមានទឹកគួចដ៏ធំមួយនៅខាងមុខក្បូនរបស់ពួកគេស្ថានភាពនៅពេលនេះវាពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនដូចនេះហើយពួកគេនឹងក៏បានចូលទៅខាងក្នុងក្តាមមឈូសហើយបិទគម្របចុងក្រោយពួកគេក៏ត្រូវបានទឹកដ៏ធំមួយនឹងគួចយកទៅជាមួយទៅយើងក៏មិនទាន់ដឹងផងដែរថាតើក្រុមរបស់ពួកគេទៅដល់ទីណានោះទេអញ្ចឹងមានតែទស្សនាបន្តទៀតបាទឈុតបន្តទៀតយើងឃើញថាម៉ាគូបានបើកគម្របចេញពីក្តាមមឈូសវិញអ្នកនឹងក៏បានស្រែកហៅអ្នកផ្សេងទៀតប៉ុន្តែមិនមាននរណាម្នាក់ឆ្លើយតបឡើយម៉ាគូក៏បានសម្លឹងឃើញក្តាមមឈូសមួយលៀងក៏បានបញ្ញាប់បញ្ញាល់ទៅបើកគម្របមើលក្រែងលោលោកគ្រូរបស់ខ្លួននៅខាងក្នុងប៉ុន្តែមិនបានឃើញឡើយអ្វីដែលនឹកស្មានមិនដល់ស្រាប់តែមានសត្វអ្វីម្យ៉ាងបានវាចេញពីក្តាមមឈូសមួយនឹងម៉ាគូមានការភ័យខ្លាចជាខ្លាំងហើយនាងក៏បានបញ្ញាប់បញ្ញាល់រត់ចាក់ចេញពីកន្លែងមួយនឹងទៅសត្វទាំងអស់ហ្នឹងគឺវាមានចំនួនច្រើនខ្លាំងមែនទែនម៉ាគូរត់ចេញពីកន្លែងមួយនឹងបានតែបន្តិចស្រាប់តែនាងបានផុងជើងជាប់ជាមួយនឹងក្តាមមឈូសហើយនាងព្យាយាមរំដោះជើងយ៉ាងណាក៏ដោយប៉ុន្តែនៅតែមិនអាចដោះវាបានដដែលវាពិតជាសំណាងល្អខ្លាំងមែនទែនលូដាបានបង្ហាញខ្លួនចេញមកជួយនាងទាន់ពេលវេលាគេនឹងក៏បានប្រើប្រាស់ភ្លើងបង្វិលជុំវិញខ្លួនសត្វចម្លែកទាំងអស់ហ្នឹងមិនហ៊ានចូលមកវាយផាខំសម្លាប់ពួកគេទេរំពេចក្រោយមកស្រាប់តែភ្លើងហ្នឹងក៏បានរលាត់ទៅបាទពួកគេនឹងពីរនាក់មិនមានអ្វីទប់ទល់ជាមួយនឹងសត្វចម្លែកទាំងអស់ហ្នឹងទេលោកគ្រូស៊ីយានក៏បានបង្ហាញខ្លួនចេញមកគាត់នឹងក៏បានគប់រំសាវវាយផាទៅកាន់សត្វចម្លែកទាំងអស់ហ្នឹងទៅបន្ទាប់ពីជួយសង្គ្រោះកូនសិស្សរបស់ខ្លួនរួចរាល់អស់ហើយពួកគេក៏បានបញ្ញាប់ញ៉ានាំគ្នារត់ចាក់ចេញពីកន្លែងមួយហ្នឹងសត្វចម្លែកទាំងអស់ហ្នឹងនៅតែបន្តដេញតាមវាយផាសម្លាប់ពួកគេដដែលក្រុមរបស់ពួកគេបានរត់មកដល់ទីតាំងកន្លែងមួយលោកគ្រូស៊ីយានបានគប់គ្រាប់រំសាវដាក់ទៅកាន់ក្តាមមឈូសបានឆេះធ្លាក់មកស្កាត់រាងផ្លូវក្រុមសត្វចម្លែកទាំងអស់ហ្នឹងទៅពួកគេគិតថាអ្វីគ្រប់យ៉ាងគឺមានសុវត្ថិភាពឡើងវិញហើយពេលពួកគេក៏លេចមកមើលខាងក្រោយមានសុទ្ធតែក្តាមមឈូសជាច្រើនសត្វចម្លែកទាំងអស់ហ្នឹងក៏បានវាចេញពីក្តាមមឈូសបន្ទាប់ពីបានឃើញបែបនេះភ្លាមពួកគេក៏បានបញ្ញាប់បញ្ញាល់នាំគ្នារត់ចាក់ចេញពីកន្លែងមួយហ្នឹងទៅសត្វចម្លែកនៅតែវាដេញតាមខំវាយផាទៅកាន់ពួកគេជាប់ជានិច្ចមួយសន្ទុះក្រោយមកពួកគេក៏បានរត់មកដល់ទីតាំងកន្លែងមួយវ៉ាងហុងបានជប៉ុបជើងដួលលោកគ្រូសានយីបានត្រៀមគ្រាប់រំសាវរួចជាស្រេចដើម្បីការពារលោកវ៉ាងហុងអ្វីដែលនឹកស្មានមិនដល់ស្រាប់តែសត្វចម្លែកទាំងអស់ហ្នឹងមិនហ៊ានចូលមកវាយផាទៅកាន់ពួកគេទេពួកវានឹងក៏បានវាត្រឡប់ទៅវិញទៅពួកគេទាំង4នាក់ឆ្ងល់ជាខ្លាំងនិងបានគិតថាទីតាំងកន្លែងមួយហ្នឹងច្បាស់ជាមានអ្វីម្យ៉ាងជាមិនខានទើបសត្វចម្លែកទាំងអស់ហ្នឹងមិនហ៊ានចូលមកបែបនេះពួកគេទាំង4នាក់ក៏បាននាំគ្នាដើរចូលទៅខាងក្នុងកន្លែងមួយហ្នឹងទៅបន្ទាប់ពីបណ្ឌិតមើលអ្វីគ្រប់បែបយ៉ាងនៅខាងក្នុងកន្លែងមួយហ្នឹងរួចរាល់ហើយធ្វើឲ្យពួកគេរំភើបសប្បាយចិត្តជាខ្លាំងពីព្រោះតែទីបំផុតពួកគេបានមកដល់ទីតាំងកន្លែងដែលពួកគេចង់ស្វែងរកកណ្ដប់មួយហ្នឹងហើយលោកវ៉ាងហុងក៏បានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនឯងចេញមកគឺគាត់ជាមួយនឹងលោកអធិការសៀវឆានគឺជាមនុស្សបពុតែមួយទេបាទហើយលោកអធិការសៀវឆានជាមួយនឹងកូនចៅរបស់ខ្លួនជាច្រើននាក់បានបង្ហាញខ្លួនចេញមកនិងបាននិយាយគម្រាមដាក់ទៅកាន់ក្រុមរបស់លោកគ្រូសានយីថាបើសិនជាមិនស្ដាប់មិនធ្វើតាមពាក្យសម្ដីឬក៏បញ្ជារបស់ពួកគេទេពួកគេនឹងបាញ់សម្លាប់ចោលជាមិនខានបន្ទាប់មកក្រុមរបស់ពួកគេទាំងអស់គ្នានឹងក៏បានមកដល់ទីតាំងកន្លែងច្រកផ្លូវចូលទៅយកកំណប់ហើយបាទលោកមេបញ្ជាការសៀវឆានបានបញ្ជាកូនចៅរបស់ខ្លួនម្នាក់យកខ្នើយបុរាណមួយនឹងដាក់ចូលទៅខាងក្នុងក្តាមឈូសមួយគ្រាន់តែដាក់ចូលទៅខាងក្នុងកលៈរបស់វាភ្លាមក្តាមឈូសចាប់ផ្ដើមបិទដោយខ្លួនឯងធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងទាហានដែលជាប់នៅខាងក្នុងក្តាមឈូសនឹងព្យាយាមស្រែកដើម្បីអ្នកផ្សេងជួយរូបគេផងអ្នកផ្សេងទៀតមិនអាចជួយរូបគេបានទេពីព្រោះតែមានគ្រប់ព្រួនជាច្រើនបានហោះទម្លុះចេញពីខាងក្នុងក្តាមឈូសមួយនឹងសម្រាប់បរោះដែលជាទាហាននឹងស្លាប់របងជីវិតទៅបន្ទាប់មករូបសំណាកដែលនៅទីតាំងកន្លែងមួយនឹងបានរលាយហើយបានបង្ហាញផ្លូវដើម្បីពួកគេចូលទៅខាងក្នុងបន្តទៀតឥឡូវនេះដែរអ្នកនរគ្នានឹងក៏បានដើរចូលទៅខាងក្នុងផ្លូវមួយនឹងហើយបាទប៉ុន្តែពួកគេមិនទាន់បានទៅដល់គោលដៅរបស់ពួកគេនៅឡើយទេពីព្រោះតែពួកគេនៅមានឧបសគ្គដ៏ធំមួយទៀតហើយលោកអធិការសៀវឆានមិនខ្វល់ទេគាត់ក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនទៅបើកទ្វារមួយនឹងអញ្ចឹងណាស្រាប់តែមានព្រួញជាច្រើនបានហោះចេញមកបាញ់ត្រូវទាហានទាំងពីរនាក់នឹងស្លាប់របងជីវិតទៅធ្វើឲ្យអ្នកគ្រប់គ្នាមានការភ័យខ្លាចជាខ្លាំងលោកអធិការសៀវឆានបានយកកំភ្លើងព្យុងដាក់ទៅកាន់លោកគ្រូសានយីដើម្បីបញ្ជាលោកគ្រូសានយីទៅបើកកន្លឹះទ្វារមួយនឹងបើសិនជាមិនព្រមទៅបើកទេគាត់នឹងបាញ់សម្លាប់បំបែកក្បាលចោលជាមិនខាន
នដោយគ្មានជម្រើសលោកគ្រូសានយីក៏បានយល់ព្រមទៅបើកកន្លឹះទ្វារមួយនឹងទៅវាក៏មានគ្រប់គ្រងជាច្រើនបានហោះចេញមកប៉ុន្តែលោកគ្រូសានយីពូកែខ្លាំងមែនទែនគាត់កិច្ចមិនឲ្យត្រូវគ្រប់គ្រងឡើយគាត់នឹងក៏បានប្រើបច្ចេកទេសរបស់ខ្លួនកិច្ចបណ្ដាលព្យាយាមដោះកន្លឹះទ្វារបណ្ដាលគ្រប់គ្រងដែលបានហោះចេញមកបានបាញ់ត្រូវក្រុមទាហានស្លាប់អស់ជាច្រើននាក់ទីបំផុតគាត់ក៏អាចបើកកន្លឹះទ្វារមួយនឹងបានសម្រាប់ពេលដែលទ្វារបើកបានរួចរាល់ហើយពួកគេក៏បាននាំគ្នាបញ្ញាបញ្ញាលចូលទៅខាងក្នុងទៅស្រាប់តែពួកគេមានអារម្មណ៍ថារំភើបសប្បាយចិត្តខ្លាំងមែនទែនពីព្រោះតែនៅខាងក្នុងនឹងសុទ្ធតែជាមាសប្រាក់ក៏ដូចជាកំណោភ្នំអញ្ចឹងអ្នកទាំងអស់គ្នាក្រុមទាហានក៏បានចូលទៅប្រមូលយកមាសអោបថើបមាសរំភើបសប្បាយចិត្តជាខ្លាំងចំណែកលោកវ៉ាងហុងគាត់បានសម្លឹងឃើញថាមានផ្លូវមួយឡើងទៅផ្នែកខាងលើបន្តទៀតហើយគាត់ក៏បានបញ្ញាបញ្ញាលវាឡើងទៅតាមផ្លូវមួយនឹងបន្តទៀតទៅទោះបីជាលោកគ្រូសានយីស្រែកហាមឃាត់យ៉ាងណាក៏ដោយប៉ុន្តែលោកវ៉ាងហុងមិនបានស្ដាប់ទេឥឡូវនេះដែរលោកវ៉ាងហុងបានឡើងមកផ្នែកខាងលើបានសម្រេចហើយបាទទីតាំងកន្លែងមួយនឹងគឺជាកន្លែងរីកបលាំងរបស់ក្រុមបិសាចធ្មោមួយនឹងគឺជាមនុស្សស្រីមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនគោលបំណងរបស់លោកវ៉ាងហុងគឺចង់ចុះចូលជាមួយនឹងក្រុមបិសាចហើយបានសុំឲ្យបិសាចមួយនឹងជួយគាត់ដើម្បីឲ្យគាត់មានជីវិតអមតៈពីព្រោះតែស្ថានភាពជំងឺរបស់គាត់បច្ចុប្បន្ននេះធ្ងន់ធ្ងរខ្លាំងមែនទែនមិនអាចមានជីវិតរស់នៅបន្តទៀតបានទេលោកគ្រូសានយីក៏បានចូលមកដល់ផងដែរប៉ុន្តែគាត់មិនអាចរៀបរៀងហាមឃាត់វ៉ាងហុងបានឡើយភ្លាមនោះស្រាប់តែបិសាចបានប្រើប្រាស់កណាត់ចាប់ចងលោកគ្រូសានយីហើយលោកគ្រូសានយីមិនអាចរើបំរាស់បានទេចំណែកលោកវ៉ាងហុងបានវាទៅរកបិសាចក៏បានប្រើប្រាស់យុទ្ធសាស្ត្ររបស់វាស្រូបយករូបរាងកាយរបស់លោកវ៉ាងហុងបានសម្រេចទៅចំណែកកូនសិស្សទាំងពីរនាក់ហ្នឹងក៏បានឡើងមកដល់ផ្នែកខាងលើផងដែរបន្តមកទៀតបិសាចធ្មប់មួយហ្នឹងបានចេញមកវាយប្រហារទៅកាន់លោកគ្រូសានយីពួកគេនឹងក៏បានព្យាយាមវាយប្រយុទ្ធសម្លាប់គ្នាទៅវិញទៅមកវានឹងក៏បានហក់មកវាយប្រហារទៅកាន់ម៉ាគូធ្វើឲ្យម៉ាគូនឹងត្រូវរបួសហូរឈាមតាមមាត់ចំណែកលោកគ្រូសានយីក៏ត្រូវបានបិសាចវាយត្រូវផងដែរល្មងឡើយបិសាចធ្មប់មួយហ្នឹងហាក់ដូចជាមានព្រៀបប៉ុន្តែក្រុមរបស់ពួកគេមិនព្រមចុះចាញ់ទេពួកគេនឹងក៏បានប្រើប្រាស់ខ្សែចាប់ចងបិសាចមួយហ្នឹងបិសាចធ្មប់ឥឡូវនេះមិនមានកម្លាំងធម្មពលរើបំរាស់រួចខ្លួនទេហើយលោកគ្រូសានយីបង្រងនឹងប្រើប្រាស់យុទ្ធសាស្ត្រវិជ្ជាក្បាច់គុណរបស់ខ្លួនចុងក្រោយសម្រាប់បិសាចធ្មប់មួយហ្នឹងទៅហើយស្រាប់តែបិសាចធ្មប់វាបានបំលែងកាយទៅជារូបកូនស្រីរបស់លោកគ្រូសានយីបង្វក់ស្មារតីលោកគ្រូសានយីកុំឲ្យសម្លាប់វាប៉ុន្តែទោះបីជាយ៉ាងណាលោកគ្រូសានយីបានព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯងឡើងវិញមិនឲ្យចាញ់បោកល្បិចរបស់បិសាចទេទីបំផុតគាត់ក៏បានប្រើប្រាស់យុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់បិសាចធ្មប់មួយហ្នឹងបានសម្រេចទៅបន្ទាប់ពីសម្រាប់បិសាចរួចរាល់ហើយកន្លែងមួយហ្នឹងបានប្រែក្លាយទៅជាកន្លែងផ្សេងមួយទៀតពីព្រោះតែទស្សនវិជ្ជាដែលពួកគេបានឃើញអំបញ្ញមិញវាគ្រាន់តែជាការបំភាន់ភ្នែករបស់ពួកគេប៉ុណ្ណោះចំណែកលោកវ៉ាងហុងខ្លួនប្រាណរបស់គាត់បានជាប់នៅជាមួយនឹងដើមឈើគាត់ឈឺចាប់វេទនាខ្លាំងមែនទែនគាត់នឹងក៏បាននិយាយអង្វរទៅកាន់លោកគ្រូសានយីសម្រាប់គាត់ចោលតែម្ដងទៅពីព្រោះតែគាត់មិនចង់រស់នៅវេទនាបែបនេះបន្តទៀតទេលោកគ្រូសានយីក៏គ្មានជម្រើសផងដែរចុងក្រោយគាត់ក៏បានយល់ព្រមធ្វើតាមសំណើរបស់វ៉ាងហុងទៅបន្ទាប់មកគាត់នឹងក៏បានប្រើប្រាស់ភ្លើងដុតកំទេចកន្លែងទីតាំងមួយនឹងចោលទាំងអស់តែម្ដងទៅចំណែកលោកវ៉ាងហុងក៏ត្រូវឆេះស្លាប់ទៅបាទនិយាយអំពីក្រុមទាហានឯនេះវិញមាសប្រាក់របស់មានតម្លៃដែលពួកគេកំពុងតែប្រមូលយកស្រាប់តែវាបានប្រែក្លាយទៅជាដុំថ្មទាំងអស់សភាពការនៅពេលនេះអញ្ញែខ្លាំងមែនទែនជាពិសេសក៏មានដុំថ្មធ្លាក់មកសង្កត់ចំពីលើពួកគេទៀតផងលោកគ្រូសានយីជាមួយនឹងកូនសិស្សរបស់ខ្លួនក៏បានបញ្ញាបញ្ញាលរត់រកផ្លូវដើម្បីចាក់ចេញពីកន្លែងមួយនឹងលោកមេបញ្ជាការសៀឆានជាមួយនឹងកូនចៅរបស់គេជាច្រើនអ្នកមិនអាចរត់គេចខ្លួនចេញមកខាងក្រៅរួចទេហើយក៏ត្រូវបានភ្លើងឆាបឆេះលង់ទឹកស្លាប់របងជីវិតអស់ទៅបន្ទាប់មកក៏មានក្តារមឈូសបានផុសចេញពីទឹកហើយអ្នកដែលនៅខាងក្នុងក្តារមឈូសមួយនឹងគឺជាពួកគេទាំង3នាក់និយាយរួមទៅគឺមានជីវិតតែ3នាក់ប៉ុណ្ណោះអ្នកផ្សេងទៀតទាំងប្រមាណនេះគឺស្លាប់របងជីវិតអស់ហើយសាច់រឿងរបស់យើងក៏កាត់បញ្ចប់តែត្រឹមនឹងផងដែរអរគុណច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនដែលតាមដានទស្សនាសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់សម្រាប់បងប្អូនដែលទស្សនាថ្មីៗកុំភ្លេចចុច Subscribe និងដាក់រូបបណ្ដឹងផងដើម្បីទូបានវីដេអូការសម្រាយរឿងថ្មីៗបន្តទៀតគណៈពេលនេះខ្ញុំបាទរំដុំម៉ូវីសូមលាអ្នកទាំងអស់គ្នាសិនហើយសន្យាជួបគ្នានៅការសម្រាយរឿងថ្មីៗបន្តទៀតបាយបាយ